បន្ទាប់ពីមុខរបរធ្វើស្រែយើងសង្កេតឃើញកសិករនៅឃុំក្រាំងជើស្រុកស្អាងខេត្តកណ្ដាលមួយចំនួននាំគ្នាដាំដុះដំណាំផ្សិតចំបើងពីព្រោះថាកាក់សំណល់សល់ពីស្រូវដូចជាចិញ្ច្រាំងនិងចំបើងត្រូវបានប្រែក្លាយទៅជាវត្ថុធាតុដើមយ៉ាងសំខាន់ក្នុងការដាំដុះដំណាំផ្សិតចំបើងនេះគឺជាមុខរបរទី2បន្ទាប់ពីស្រូវរបស់ប្រជាកសិកររស់នៅក្នុងតំបន់នេះជាការពិតណាស់ប្រទេសកម្ពុជាជាប្រទេសដែលប្រកាន់យកមុខរបរកសិកម្មជាធំជាពិសេសដំណាំស្រូវដែលប្រជាជនភាគច្រើនបានធ្វើពីពេញផ្ទៃប្រទេសរាល់កាក់សំណល់ផ្សេងដូចជាចំបើងគល់ចិញ្ច្រាំងពួកគាត់ហាក់ពុំទាន់បានទាញយកប្រយោជន៍ពីកាក់សំណល់ទាំងនេះនៅគ្រប់តំបន់នៅឡើយទេថែមទាំងនៅតំបន់ខ្លះបានដុតបំផ្លាញចោលដោយគិតថាជាការសម្អាតស្រែផ្ទុយទៅវិញគល់ចិញ្ច្រាំងឬចំបើងបើសិនជាយើងបានប្រមូលឬដកពីក្នុងស្រែយកមកកោសទុកសម្រាប់ធ្វើជាវត្ថុធាតុដើមក្នុងការធ្វើផ្សិតពេលនោះយើងមិនត្រឹមតែទទួលបានបន្លែផ្សិតសម្រាប់បរិភោគនិងលក់ដូរប៉ុណ្ណោះទេកាក់សំណល់ក្រោយពេលប្រមូលផលផ្សិតវាបានคล้ายទៅជាជីធម្មជាតិដែលសម្បូរទៅដោយជីជាតិសម្រាប់ជួយបង្កើនទិន្នផលសម្រាប់ដំណាំនៅរដូវក្រោយទៀតពេលដែលយើងយកវាទៅដាក់ក្នុងស្រែវិញឬចម្ការដំណាំរបស់យើងដើម្បីបញ្ជ្រាបបន្ថែមពីការងារនេះបានដល់ប្រជាកសិករនៅគ្រប់តំបន់នាយកដ្ឋានផ្សព្វផ្សាយកសិកម្មបានរៀបចំចងក្រងខ្សែវីដេអូដោយមានការសហការជាមួយកសិករមានបទពិសោធន៍ក្នុងការដាំដុះដំណាំផ្សិតចំបើងផ្ទាល់ដើម្បីចែករំលែកបទពិសោធន៍នេះបានរីកសាយភាយដល់កសិករនៅទូទាំងប្រទេសការជ្រើសរើសទីតាំងបណ្ដុះផ្សិតក្នុងការបណ្ដុះផ្សិតចំបើងចាំបាច់យើងត្រូវជ្រើសរើសទីកន្លែងបណ្ដុះឲ្យបានល្អដើម្បីឲ្យផ្សិតដុះលូតលាស់និងទទួលបានទិន្នផលខ្ពស់គឺដីស្ងួតមិនចំទឹកគ្មានសត្វល្អិតបំផ្លាញមានពន្លឺថ្ងៃគ្រប់គ្រាន់នៅរដូវវស្សានៅរដូវប្រាំងត្រូវឲ្យមានម្លប់ឈើងាយស្រួលបណ្ដុះផ្សិតរដូវប្រាំងការដាំដុះដំណាំផ្សិតទទួលនៅការលូតលាស់ល្អការជ្រើសរើសសម្ភារៈនិងវត្ថុធាតុដើមមានដូចជាកាំបិតពូថៅចបកាប់កណ្ដៀវកន្ត្រៃប៉ោតមានចំពួយផ្កាឈូកកំបោររស់ក្រណាត់កៅស៊ូឬស្លឹកកណ្ដបក្រដាសវាស់តេហាវត្ថុធាតុដើមមានដូចជាចំបើងឬគល់ចិញ្ច្រាំងស្រូវការថែទាំវត្ថុធាតុដើមត្រូវយកចំបើងមករៀបកូរជាស្នឹមមុនពេលយកមកប្រើពេលប្រើត្រូវយកស្រទាប់ខាងលើចោលគេបណ្ដុះផ្សិតចំបើងនៅកណ្ដាលវាលឬម្លប់ក៏បានដោយយោងទៅតាមការនិយមរបស់អ្នកបណ្ដុះចំពោះរដូវក្តៅគួរបណ្ដុះក្នុងបរិវេណមានម្លប់ឬធ្វើដំបូលក៏បានកសិករជីសំអាតរស់នៅភូមិធំឃុំក្រាំងជើស្រុកស្អាងខេត្តកណ្ដាលបានរៀបរាប់ពីការងារដាំដុះដំណាំផ្សិតចំបើងយ៉ាងដូចនេះថាក្នុង10គីឡូហ្នឹងយើងប្រើជីអស់1គីឡូមេតាវ៉េអស់3ស្បោងហើយនឹងក៏ត្នោតអស់1គីឡូកន្លះតបពេលហើយបានទៅយកវត្ថុធាតុទាំងអស់គ្នាហ្នឹងវត្ថុធាតុហ្នឹងមកច្របល់ចូលគ្នាដើម្បីបង្កើតបានជាមេអ្នកខ្លះគឺធ្វើចេញទៅមួយអាទិត្យទៅ8ថ្ងៃ8 4ថ្ងៃបានប្រមូលផលអ្នកខ្លះគេធ្វើយូរទៅពី9ថ្ងៃទៅ10ថ្ងៃស្ទាក់ស្ទើរទីទួចហ្នឹងក្នុងមួយរងផ្សិតយើងទទួលផលដល់អ្នកខ្លះគេធ្វើចេញមួយរង30ម៉ែត្រគេទទួលផលក្នុងមួយរង30គីឡូទៅ40គីឡូខ្ញុំធ្វើក្នុងមួយឆ្នាំធ្វើបាន4ដងធ្វើម្ដង5 10ឡូ5 10ឡូ4ដងក្នុងមួយឆ្នាំហ្នឹងខ្ញុំអាចទទួលផលបានចាប់ពី2លានទៅ3លានការងារនៅក្រុងវាពិបាកដែរអញ្ចឹងមានតែធ្វើផ្សិតដើម្បីយកលុយគ្រប់គ្រងជីវភាពការរៀបចំដីសម្រាប់បណ្ដុះគឺជាការងារសំខាន់ព្រោះផ្សិតដុះលូតលាស់បានអាស្រ័យលើដីមានជីជាតិ 30% និងពីចំបើង 60% ចំពោះរដូវក្តៅការដុះលូតលាស់របស់ផ្សិតគឺជីជាតិពីដីច្រើនជាងរដូវវស្សា
ការកម្ចាត់សត្វល្អិតនៅក្នុងដីចំពោះពពួកស្រមោចកណ្ដៀចិនលេនដង្កូវដួងវិធានការកម្ចាត់គឺមុនពេលធ្វើការបណ្ដុះផ្សិតត្រូវភ្ជួរដីហាពី2ទៅ3ថ្ងៃហើយបញ្ចូលទឹក3ទៅ4ថ្ងៃទើបបង្ហូរទឹកចេញធ្វើរបៀបនេះទើបដីនោះពពួកសត្វល្អិតឬពពួកមេរោគផ្សេងមិនអាចរស់នៅបានប្រើកំបោររស់ជាប្រភេទកំបោរម្សៅសម្រាប់កម្ចាត់សត្វល្អិតទាំងនោះបានដែរហើយមិនប៉ះពាល់ដល់សុខភាពរបស់មនុស្សផងដែរការប្រើម្សៅកំបោរនេះគឺប្រើទៅលើដីផងនិងប្រើនៅពេលលាយជ្រលក់ចម្បាំងផងការអនុវត្តដាំផ្សិតនេះគេត្រូវការកំបោររស់ជាចាំបាច់ណាស់ការរៀបចំដីបណ្ដុះផ្សិតចម្បាំងកាប់ដីឲ្យបានជម្រៅពី10សង់ទីម៉ែត្រទៅ20សង់ទីម៉ែត្រហាលដី2ទៅ3ថ្ងៃវាយបំបែកដីជាបំណែកតូចល្អិតល្មមនៅរដូវវស្សាយើងគួរលើករងឲ្យបានកម្ពស់15សង់ទីម៉ែត្រទៅ20សង់ទីម៉ែត្រជាទូទៅទឹកដែលត្រូវប្រើស្រោចបន្លែបានក៏អាចស្រោចផ្សិតបានដែរដូចជាទឹកប្រឡាយទឹកថ្លុកទឹកត្រពាំងទឹកបឹងនិងទឹកអូរជាដើមជៀសវាងប្រើទឹកអណ្ដូងដែលមានជាតិរ៉ែផ្សេងដែលនាំឲ្យផ្សិតដុះលូតលាស់មិនបានល្អការជ្រើសរើសមេផ្សិតចម្បាំងមេផ្សិតដែលល្អមានក្លិនក្រអូបដូចផ្សិតចម្បាំងពីតូចថង់មេផ្សិតជាប់លាប់ល្អមិនរហែកថង់មេផ្សិតមានដុះសរសៃដូចសរសៃអំបោះរបៀបរៀបរងបណ្ដុះផ្សិតចម្បាំងដំណាក់កាលទី1ត្រូវលើករងទទឹងឲ្យបាន0.60 ម៉ែត្រទៅ0.70 ម៉ែត្រចន្លោះរងសម្រាប់ដើរថែទាំនិងស្រោចទឹកពី0.50 ម៉ែត្រទៅ0.70 ម៉ែត្របោះបង្គោលក្បាលនៅសងខាងរងដើម្បីទប់ចម្បាំងដំណាក់កាលទី2យកចម្បាំងឬគល់ចិញ្ច្រាំងដែលបានសម្រាំងទុកជ្រលក់ទឹកឲ្យជោគល្អឬដាក់ត្រាំទឹករយៈពេល6ទៅ12ម៉ោងរួចស្រង់ចេញពីទឹកយកមកតម្រៀបផ្ទុយគ្នាដាក់ក្បាលកណ្ដាប់ចេញក្រៅពេលរៀបមួយស្រទាប់ត្រូវស្រោចទឹកនិងជន់ម្ដងដើម្បីឲ្យចម្បាំងហាប់យកមេផ្សិតដែលបានសម្រាំងទុកឆ្លីឲ្យម៉ត់យកមករោយតាមបណ្ដោយរងដោយឃ្លាបចេញពីគល់កណ្ដាប់ពី5សង់ទីម៉ែត្រទៅ7សង់ទីម៉ែត្រត្រូវប្រើមេផ្សិតពី2កញ្ចប់លើរងមានបណ្ដោយ5ម៉ែត្របន្ទាប់មករោយអាហារបន្ថែមពីលើមេផ្សិតទៀតដោយប្រើ1ម៉ែត្រក្រឡាស្មើនឹង1គីឡូក្រាមដំណាក់កាលទី3បន្ទាប់ពីរោយមេផ្សិតហើយយើងយកចម្បាំងជ្រលក់ទឹកឲ្យជោគរួចយកទៅតម្រៀបពីលើធ្វើដូចសើទី1ដែរត្រូវបន្ថយក្បាលកណ្ដាប់ចូលទៅក្នុងបន្តិចប្រមាណ5សង់ទីម៉ែត្រទៅ7សង់ទីម៉ែត្រនៅសងខាងរងដោយរក្សាកម្ពស់ដដែលការជន់និងស្រោចទឹកធ្វើតាមរបៀបខាងលើក្រោយពីធ្វើការងារនេះរួចហើយត្រូវយកមេផ្សិតនិងអាហារបន្ថែមមករោយពីលើជាការស្រេចចំពោះសើទី2ត្រូវប្រើមេផ្សិតទ្វេជា2គឺ4កញ្ចប់លើរងប្រវែង5ម៉ែត្រដដែលដំណាក់កាលទី4ក្នុងដំណាក់កាលចុងក្រោយនេះយកចម្បាំងរៀបដូចទៅនឹងសើទី1និងទី2ដែរការបន្ថយក្បាលកណ្ដាប់ត្រូវធ្វើដូចសើទី2ប៉ុន្តែនៅជាន់ទី3ជៀសវាងការដាក់ចម្បាំងក្រាស់ពេកនាំឲ្យផ្សិតដុះពុំរួចការស្រោចទឹកនិងជាន់បង្ហាប់ត្រូវធ្វើដូចគ្នាសម្រាប់សើឬស្រទាប់ទាំងអស់រោយមេផ្សិតពីលើរងតែម្ដងទុកសងខាងរងឲ្យសល់5សង់ទីម៉ែត្របើបណ្ដោយរងប្រវែង5ម៉ែត្រត្រូវប្រើ4កញ្ចប់រោយមេផ្សិតរួចហើយត្រូវយកចម្បាំងមកតម្រៀបពីលើរងដោយដាក់បណ្ដោយរងកម្រាស់5សង់ទីម៉ែត្រទៅ7សង់ទីម៉ែត្រក្រោយពេលរៀបចំសពគ្រប់ត្រូវទុកចោលរយៈពេល2ទៅ3ថ្ងៃដោយគិតពីថ្ងៃចាប់ផ្ដើមរបៀបគ្របចម្បាំងដុត
បន្ទាប់ពីបានទុកចោលក្នុងរយៈពេល2ទៅ3ថ្ងៃមកយើងត្រូវយកចំបើងស្ងួតមកជជុះគ្របពីលើផ្ទៃរងទាំងមូលឲ្យជិតសពកន្លែងកម្រាស់ពី5សង់ទីម៉ែត្រទៅ7សង់ទីម៉ែត្ររួចចាប់ផ្ដើមដុតពីក្រោមខ្យល់ដុតចំនួន3កន្លែងក្នុងមួយរងគឺក្បាលរងកណ្ដាលនិងចុងរងដុតរួចត្រូវទុកចោលរយៈពេល1ថ្ងៃថ្ងៃបន្ទាប់បោសផេះចេញឲ្យស្អាតប្រសិនបើកន្លែងខ្លះមានផេះក្រាស់ពេកត្រូវបោសចេញឲ្យស្មើសពរងបន្ទាប់ពីបោសផេះត្រូវទុកចោល1ថ្ងៃទៀតនៅថ្ងៃបន្ទាប់មកទៀតជាន់បង្ហាប់ដោយប្រើកំបោររស់ចំនួន0គីឡូក្រាម5ជាមួយនឹងទឹក100លីត្រស្រោចពីលើរងយកជីអ៊ីរ៉េ0គីឡូក្រាម10លាយទឹក10ប៉ោតផ្កាឈូកស្រោចទឹកធម្មតាបន្ថែមទៀតជជុះចំបើងស្ងួតគ្របពីលើរងឲ្យជិតកម្រាស់7ទៅ10សង់ទីម៉ែត្រការគ្របរងមានលក្ខណៈ4យ៉ាងយកចំបើងគៀបដោយឫស្សីធ្វើដូចថែបសម្រាប់គ្របយកកណ្ដាប់ដាក់បញ្ឈរផ្អែកផ្ទប់គ្នាឲ្យជិតជុំវិញរងរោយឬជជុះចំបើងគ្របតែម្ដងយកកៅស៊ូផ្លាស្ទិកពណ៌ស្រអាប់គ្របរងហើយគ្របថែបពីលើវិធីធ្វើជីកំប៉ុស្តសម្រាប់ផ្ដល់អាហារផ្សិតការផ្សំចំណីអាហារបំប៉នការផ្សំចំណីសម្រាប់ជំនួយដល់ការបណ្ដុះផ្សិតជាការងារចាំបាច់សម្រាប់ធ្វើឲ្យកើនទិន្នផលជាងការដែលមិនដាក់ជីកំប៉ុស្តយើងអាចលេខចំណីផ្សំដោយខ្លួនយើងបានពីព្រោះនៅក្នុងស្រុកយើងវត្ថុធាតុទាំងនេះងាយនឹងរកវត្ថុធាតុប្រើប្រាស់ក្នុងការផ្សំចំណីរបៀបទី1លាមកសេះស្ងួត20គីឡូក្រាមច្របាច់ហាលឲ្យស្ងួតលាមកគោស្ងួត30គីឡូក្រាមច្របាច់រាយហាលឲ្យស្ងួតកំប្លោកស្ងួត12គីឡូក្រាមចិញ្ច្រាំឲ្យម៉ត់ហាលឲ្យស្ងួតដើមថ្នាំជក់ស្ងួត10គីឡូក្រាមចិញ្ច្រាំឲ្យម៉ត់ហាលថ្ងៃឲ្យស្ងួតសម្បកផ្លែឈូក15គីឡូក្រាមចិញ្ច្រាំឲ្យម៉ត់ហាលថ្ងៃឲ្យស្ងួតស្នូលផ្លែគោទុំស្ងួត5គីឡូក្រាមបុកឲ្យម៉ត់ហាលឲ្យស្ងួតការផ្អាប់យើងត្រូវយកវត្ថុធាតុខាងលើច្របល់ចូលគ្នាឲ្យសព្វហើយគ្របទុករយៈពេល7ទៅ10ថ្ងៃមុននឹងយកទៅប្រើប្រាស់របៀបទី2យកអង្ករដំណើប0គីឡូក្រាម5ត្រាំទឹករយៈពេល2ម៉ោងហើយស្រង់ហាលឲ្យស្ងួតរួចបុកឬកិនឲ្យម៉ត់មេដំបែស្រា1ខាំកិនឲ្យម៉ត់ហើយលាយបញ្ចូលគ្នាជាមួយនឹងម្សៅដំណើបហើយច្របល់ជាមួយនឹងមេផ្សិត12កញ្ចប់ការថែទាំរបៀបទី1បន្ទាប់ពីកិច្ចការស្រោចទឹកជន់ឲ្យហាប់ដុតគ្របចំបើងស្ងួតគ្របកៅស៊ូផ្លាស្ទិកពីលើរងផ្សិតនិងធ្វើដំបូលរយៈពេល9ថ្ងៃក្រោយមកយើងសង្កេតឃើញសរសៃប្រទាក់ក្រឡាគ្នាពណ៌សប្រផេះដូចសម្បុកពីងពីងនៅខណៈនេះបើយើងសង្កេតកន្លែងណាមានសភាពស្ងួតហើយនៅលើផ្លាស្ទិកគ្មានកំណកញើសត្រូវស្រោចទឹកលើរងដែលមានញើសរួចគ្របកៅស៊ូវិញហើយបង្ហើបកៅស៊ូផ្នែកខាងក្រោមកម្ពស់5សង់ទីម៉ែត្រដើម្បីឲ្យមានខ្យល់ចេញចូលបានល្អត្រូវពិនិត្យមើលផ្សិតជាប្រចាំប្រសិនបើនៅលើរងផ្សិតមានដូចពងត្រីពណ៌សត្រូវបន្ថយការស្រោចទឹកព្រោះបើយើងស្រោចទឹកជ្រុលបណ្ដាលឲ្យរលួយខូចកូនផ្សិតរបៀបទី2យើងស្រោចទឹកមួយថ្ងៃម្ដងតែប្រសិនបើយើងស្រោចទឹកនៅពេលព្រឹកគឺព្រឹករហូតតែប្រសិនជាស្រោចល្ងាចគឺល្ងាចរហូតលុះដល់ពេលប្រមូលផលការស្រោចនេះគឺត្រូវស្រោចឲ្យស្មើដៃជៀសវាងស្រោចម្ដងព្រឹកម្ដងល្ងាចនាំឲ្យសំណើមមានភាពមិនទៀងទាត់នៅក្នុងរងផ្សិតការស្រោចនេះដែរត្រូវពិនិត្យមើលសំណើមក្នុងផ្ទៃរងប្រសិនបើរងមានសំណើមខ្ពស់យើងត្រូវផ្អាកការស្រោចមួយរយៈការប្រមូលផលផលិតកម្មផ្សិតត្រូវបានប្រមូលផលជាបន្តបន្ទាប់ភាគច្រើនអនុវត្តនៅពេលព្រឹកមុនម៉ោង8ពេលបេះផ្សិតត្រូវគ្របចំបើងពីលើរងវាដើម្បីឲ្យផ្សិតលូតលាស់ផ្ដល់ផលជាបន្តបន្ទាប់ទៀតគួរប្រមូលផលផ្សិតក្នុងលក្ខណៈដែលផ្សិតក្រពុំល្អមានក្បាលស្រួចមុនពេលក្បាលផ្សិតដុះចេញពីស្រោមកំណត់ចំណាំពេលព្រឹកស្រោចទឹកនៅម៉ោង8
បើស្រោចល្ងាចត្រូវស្រោចនៅវេលាម៉ោង 5 រសៀលទេពផ្សិតចេញពេជ្រពន្លកដោយពងត្រីត្រូវយកចម្បើងពីលើរងចេញខ្លះដើម្បីបន្ថយសីតុណ្ហភាពអាចឲ្យដុះលូតលាស់បានល្អនៅពេលចាប់ផ្ដើមប្រមូលផលមិនត្រូវស្រោចទឹកច្រើនពេកទេនាំឲ្យផ្សិតខូចឬរលួយជារួមការចេះពង្រីកមុខរបរក្នុងគ្រួសារគឺពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានកំណត់យ៉ាងច្បាស់អំពីការប្រើប្រាស់ធនធានក្នុងស្រុកសម្រាប់អនុវត្តពហុបព្វកម្មនិងប្រពលបព្វកម្មកសិកម្មដើម្បីធានាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចបង្កើតការងារនិងបង្កើនប្រាក់ចំណូលគ្រួសារនៅទីជនបទព្រមទាំងមានសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋទូទៅនិងធ្វើឲ្យប្រសើរឡើងនៅកម្រិតអាហារូបត្ថម្ភ